chó xua và chó xua tay mà xua các bạn chán mà xua các bạn còn chó là chết đi ở sbi thật đã cái văn pi chân tới không ai được lại tâm ta pi pon riêng ở con xua tha bà văn nắp pi pon riêng lắm u thọ mà cái thông chết mà cái thông chắc ạ pi pon rất là mền hả u thọ đắc tu sắp mà ấp thông mà cái thông tu sắp iPhone 300 เครื่อง គិត people ដែរមែនដឹកមាសឬក៏ដឹកពេជ្រមកវ៉ាលីកន្លែង people ដែរមែនបងប្អូនឆ្ងល់សួរ DSB ដឹកតំណែងពីចិនទៅខ្មែរតម្លៃត្រឹមតែ 2000 រៀលធូរថ្លៃជាងយើងដឹកពីខ្មែរទៅខ្មែរទៀតដឹកពីភ្នំពេញទៅតាមខេត្តទៀតធូរថ្លៃជាងទៀតសម្រាប់នៅភ្នំពេញទិញម្ហូបពីឧទាហរណ៍ថាពីអាស័យកែវទៅត្រឹមច្បារអំពើក៏ 5000 6000 ដែរបាទនេះពីចិនណាពីប្រទេសចិនទៅដល់ប្រទេសខ្មែរតម្លៃត្រឹម 2000 រៀលទេចឹងគេលុយមិនឧទាហរណ៍មកណានេះកញ្ចប់តូចៗបាទដាក់ដូចជាខោអាវរបស់ប្រាស់អីធម្មតាអីគេវាស់ម៉ែត្រមើលតូចៗចឹង 2000 រៀលទេប៉ុន្តែបើថតកេះធំហ្មងថាមកកេះលេងត2គីប3គីប1គីបអីគេគិតតាមគីបចឹងបាទតូចគេគិតតម្លៃតែ 2000 រៀលទេគេសួរទៀតហើយតូចបើខ្ញុំដាក់ពេជ្រមកប្រអប់ប៉ុណ្ណឹងឬទូរស័ព្ទមកប្រអប់ប៉ុណ្ណឹងមានទូរស័ព្ទហើយ10គ្រឿងជាងគិត 2000 រៀលដែរមែនបងប្អូនរបស់មានតម្លៃគេគិតផ្សេងបាទណាបើតែរបស់ប្រើប្រាស់គឺតែ 2000 រៀលទេហើយបងប្អូនខ្លាំងមាន app ហើយមិនដឹងប្រើមិនទេចេះតែដោនមិនដឹងប្រើមិនបងប្អូនចូលក្នុង page DSB បងប្អូនចូលអស់មើលទៅឃើញគេដាក់ link ឬក៏បងប្អូនអាច call សួរបងប្អូនយើងបុគ្គលិកក្រុមការងាររបស់ DSB គាត់នឹងបញ្យល់បងប្អូនថាគេប្រើមិនអីមិនហើយបងប្អូនអីវ៉ាន់រាប់លានមុខនៅក្នុងដៃបងប្អូនចង់កំងអីវ៉ាន់មិនក៏បានដែរបាទបងប្អូនខ្លះមិនបាច់ចាំទិញក៏បានគាត់ចូលមើលលេងក៏បានអបសុកទៅបាទចូលមើល app DSB មើលអីវ៉ាន់ណាតំណែងណាបងប្អូនស្រឡាញ់ចង់ដឹងមើលតើអានឹងតម្លៃប៉ុន្មានតំណងចាំទិញហើយបងប្អូនណាអាចឲ្យ DSB ទិញឲ្យបានបាទកំងតាម DSB មកគាត់ទិញឲ្យក្នុងតម្លៃដើមទិញពីរោងចក្រផ្ទាល់តែម្ដងហើយដឹកដល់តែបងប្អូនមិនថានៅតាមក្រុងទេតាមស្រុកស្រែជនបទក៏ដឹកដល់ដែរ DSB គឺជាក្រុមហ៊ុនកូនខ្មែរកូនអ្នកកពតជាម្ចាស់ក្រុមហ៊ុនដែលមានឃ្លាំងនៅចិនហើយបុគ្គលិកជាជនជាតិចិនអេមណាបងប្អូនគ្នាអញ្ចឹងបងប្អូនឈប់ឆ្ងល់ទៅបាទ DSB ដឹកទំនិញពីចិនខ្មែរតម្លៃត្រឹមតែ 2000 រៀលតែប៉ុណ្ណោះ DSB ក្រុមហ៊ុនកូនខ្មែរ